ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកជំងឺរលាកប្រហោងឆ្អឹងច្រមុះស៊ុយសាយចំពោះកុមារជំងឺរលាកប្រហោងឆ្អឹងច្រមុះស៊ុយសាយចំពោះកុមារគឺជាការរលាកទូទៅនៃប្រហោងឆ្អឹងស៊ីនីសច្រមុះដែលបង្កឡើងដោយជំងឺផ្ដាសាយអាឡែស៊ីឬក៏បង្កឡើងដោយពពួកផ្សិតជាធម្មតាវានឹងជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល7ទៅ10ថ្ងៃបើសិនបើមានអាការៈរោគកាន់តែធ្ងន់ធ្ងរបន្ទាប់ពី5ថ្ងៃឬយូរជាង10ថ្ងៃវាគឺជាការឆ្លងរោគបន្ថែមដែលបណ្ដាលមកពីបាក់តេរីដែលមានវត្តមាននៅទីនោះជំងឺរលាកប្រហោងឆ្អឹងច្រមុះស៊ុយសាយចំពោះកុមារគឺវាតែងតែកើតឡើងជាធម្មតាចំពោះកុមារដែលប៉ះពាល់ដល់5ទៅ13%នៃការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើជាធម្មតាកុមារដែលកើតជំងឺការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើចំនួន5ទៅ10ដងក្នុងមួយឆ្នាំហើយជំងឺរលាកប្រហោងឆ្អឹងច្រមុះនេះអាចកើតឡើងនៅគ្រប់វ័យវាកើតឡើងជាញឹកញាប់បំផុតចំពោះកុមារដែលមានអាយុ4ទៅ7ឆ្នាំជំងឺរលាកប្រហោងឆ្អឹងច្រមុះគឺជាបញ្ហាទូទៅមួយនៅក្នុងការថែទាំសុខភាពបឋមរបស់កុមារដែលវាអាចមានរោគសញ្ញារយៈពេលយូររហូតដល់ទៅ4សប្តាហ៍តើជំងឺរលាកប្រហោងឆ្អឹងច្រមុះស៊ុយសាយចំពោះកុមារគឺជាអ្វីជំងឺរលាកប្រហោងឆ្អឹងច្រមុះស៊ុយសាយចំពោះកុមារគឺជាការរលាកដែលមានរោគសញ្ញានៃប្រហោងឆ្អឹងប៉ារ៉ាណាសានិងប្រហោងច្រមុះករណីភាគច្រើនកើតឡើងជាផលវិបាកនៃការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើឧទាហរណ៍ដូចជាករណីជំងឺផ្ដាសាយធម្មតាដែលបណ្ដាលមកពីវីរុសផ្លូវដង្ហើមហើយរោគសញ្ញាអាចមានរយៈពេលរហូតដល់4សប្តាហ៍ជំងឺរលាកប្រហោងឆ្អឹងស៊ុយសាយក៏អាចជាប់ទាក់ទងនឹងជំងឺហឺតរលាកច្រមុះដោយអាឡែស៊ីការជក់បារីការប៉ះពាល់នឹងផ្សែងឬក៏បណ្ដាលមកពីការបង្ករោគដោយពពួកផ្សិតការណែនាំនេះគឺអនុវត្តជាចម្បងចំពោះជំងឺរលាកប្រហោងឆ្អឹងmaxillary sinus ព្រោះនេះជាស្ថានភាពគ្លីនិកទូទៅចំពោះកុមារការរលាកមានរោគសញ្ញានៃប្រហោងឆ្អឹងច្រមុះនិងប្រហោងច្រមុះភាគច្រើនតិចជាងចំពោះមនុស្សពេញវ័យដោយសារតែប្រហោងឆ្អឹងច្រមុះរបស់កុមារអាយុក្រោម1ឆ្នាំគឺមិនទាន់បានអភិវឌ្ឍពេញលេញទេមូលហេតុអ្វីដែលបណ្ដាលឲ្យមានជំងឺរលាកប្រហោងឆ្អឹងច្រមុះស៊ុយសាយចំពោះកុមារគឺបណ្ដាលមកពីវីរុសផ្លូវដង្ហើមនិងមានការបង្ករោគដែលបណ្ដាលមកពីការបង្ករោគដោយពួកបាក់តេរីគឺមានភាគរយតិចតួចប៉ុណ្ណោះវីរុសផ្លូវដង្ហើមមានដូចជាវីរុស influenza virus A and B RSV parainfluenza virus rhinovirus coronavirus SARS ឬក៏ COVID-19 ករណីដែលបង្ករោគដោយពួកបាក់តេរីគឺជាករណីបង្កដែលពពួកបាក់តេរីភាគច្រើនដូចជាពពួក Streptococcus Haemophilus ជាដើមចំពោះការបង្ករោគដោយពពួកផ្សិតភាគច្រើនគឺវាមានសភាពធ្ងន់ធ្ងរដែលគេហៅថា Rhino-orbital mucormycosis តើជំងឺរលាកប្រហោងឆ្អឹងច្រមុះស៊ុយសាយចំពោះកុមារមានរោគសញ្ញាអ្វីខ្លះគឺមានស្ទះច្រមុះឬតឹងច្រមុះមានហូរខ្ទុះឬមានសារធាតុរាវដែលហូរចេញខុសពីប្រក្រតីនៃច្រមុះមានឈឺក្បាលឬឈឺមុខដោយសារសម្ពាធមានគ្រុនក្តៅជាប់រហូតឬក៏សីតុណ្ហភាពលើសពី39អង្សាសេសញ្ញានិងរោគសញ្ញាគឺមានរយៈពេលលើសពី10ថ្ងៃដោយគ្មានការប្រសើរឡើងខាងគ្លីនិកឡើយចំពោះវិធានការបង្ការកុំឲ្យមានជំងឺរលាកប្រហោងឆ្អឹងច្រមុះ
គឺយើងត្រូវមានអនាម័យនៅក្នុងការរស់នៅ ជាពិសេសគឺទាក់ទងនឹងអនាម័យដៃ ហើយនឹងមួយទៀតគឺយើងអាចចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយ វ៉ាក់សាំងការពារជំងឺរលាកសួត និងវ៉ាក់សាំង COVID-19 ដែលសុទ្ធតែអាចជួយការពារកុមារកុំឲ្យគាត់មានជំងឺរលាកប្រហោងឆ្អឹងច្រមុះនេះបាន។